เนี่ยมัทรัตตนติสะยมประการณาสมนมัสการจุปประชุมในวิทยารัฐเมียนประพุทธรัฐประธรรมรัฐประสังกรัฐได้สกิลกรุ๊ปในทางในขยมกันนะสมมันดีใจทั่วเมื่อทางในที่จ้าสมบริยายปีภูมิสัญญาใบมันติดนำไปหนึ่งเหยียดโยมโกนาคนจ้าปานโยลไอซียมเราประธานตีดในขยมกันนะนี่ก็เมนจินเดจมเลียจะได้เป็นการทำบานเรียนไอกเตะนังก็การทำดังคลักๆเตะตัวจมูกนังภูมิสัญญาใบชีวิตก็คือนกนงขณะเปรี้ยวได้ปัญหาเราก็กุกระเวียงปรุงแดนกัมพูชีให้หนึ่งเสียมกระปองแต่การหลังนี้เคยยงเยียดหัวยุมนูนปวดบอสัตเยิงเคยทาตึงประสังแรงกระหอบนั้นคือเคยทำเป็นการจับอารมณ์จิตคลั่งนกนงปัญหาเรื่องตึกใดปรณะเพียบตึกใดเยิงนี่ยมกนาก็สบายจัดนักเคยได้มนิสกาสไนหาเชียระบบปรอดรวมเตียงเรือรัฐบาลตั้งอได้บานยุจัดตกดะเฉพาะอัฐปไตยเชียดหนึ่งสกตกระบบปรอดนกนงสมัยกาสมัย AI นี่จังนกนงใครนักยมกนาธรรมเพียบสมวิเพียภูมิสัญญาใบจิตวิสัยเตะตัวจมูกนังเรื่องจนเจียดเสียมได้หาไอ้บันไตจะเป็นมุมนองโยกตึกใดกำเชียยิงไอ้ตุกใบเชียดังสังโครนไอ้มันสอบฉบับยังนางก็น้อยก็เอาแต่ก็เคลื่อนแน่จังเรื่องนี้คือยังตลอดเมียนนกนงสมัยชนำมาปนปมบูรอยปมเปิลนกเปลได้บารังบานเตรียมตัวโยกตึกใดกำเชียยิงปีซีมาวิ่งนะเตรียมตัวโยกตึกใดกำเชียยิงปีซีมาวิ่งนกนงไข่บัตรบองตีเมนจีจีช่องครอยบัตรไอ้นังซิมเรียบบัตรปีไข่มาลูปรีเห็นตะเลเป้าเราขนมชนะมาปนผมบูได้ใส่สปรัมมาปนบูได้ใส่สปรัมเราไปได้ญี่ปุ่นบานโจลมาធ្វើសង្គ្រាមនៅក្នុងអាស៊ីអាគ្នេយ៍ហើយក៏បានត្រួតនៅលើទឹកដីកម្ពុជាយ៉ាងនេះក្នុងពេលនោះឯងដែលថៃក្នុងពេលនោះឯងគឺថៃគឺបានមកទន្ទ្រានយកទឹកដីកម្ពុជាយើងសារជាថ្មីម្ដងទៀតពីខេត្តបាត់ដំបងទៅបែកខាងលិចហ្នឹងគឺទៅដើមយកទៅវិញទៅទៀតនៅក្នុងសម័យកាលនេះយើងខេត្តបាត់ដំបងសៀមមរៀបឧត្តរមានជ័យមន្ទីរមានជ័យហ្នឹងគឺសៀមគេយកទៅវិញ1945នេះនៅពេលដែលជប៉ុនឈ្នះសង្គ្រាមហើយជប៉ុននេះឯងបានគ្រប់គ្រងអាស៊ីអាគ្នេយ៍រហូតមកដល់ទឹកដីកម្ពុជាហើយបានជប៉ុនមកគ្រប់គ្រងដល់ទឹកដីកម្ពុជាពីព្រោះទឹកដីកម្ពុជានេះមានកងទ័ពបារាំងណាមានកងទ័ពបារាំងនៅពេលនោះឯងដែលជប៉ុននឹងឯងគឺចូលមកគ្រប់គ្រងដល់ទឹកដីកម្ពុជាបានលើកបន្ទប់សង្ងោកថាញ់ជានាយករដ្ឋមន្ត្រីហើយបានកាត់ទឹកដីកម្ពុជានេះប្រគល់ទៅឲ្យសៀមវិញណាប្រគល់ខេត្តសៀមរាបបន្ទាយមានជ័យខេត្តបាត់ដំបងនេះទៅឲ្យសៀមវិញក្នុងឆ្នាំ1945ហេតុអីបានជាសៀមរណបជប៉ុនហើយយកទឹកដីអស់នេះអញ្ចឹងហើយនៅពេលដែលជប៉ុនចាញ់សង្គ្រាមបារាំងចូលមកគ្រប់គ្រងអាណានិគមទៅអាណាព្យាបាលមកលើទឹកដីកម្ពុជាវិញហើយនៅក្នុងពេលនោះឯងគឺបារាំងបានបទូបថយហើយបានរៀបចំឲ្យកម្ពុជានេះមានការរៀបចំគណៈបកហើយនឹងការរៀបចំការបោះឆ្នោតឡើងវិញណាការរៀបចំបោះឆ្នោតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ1946ដែលរៀបដោយបារាំងនៅឆ្នាំ1945នេះនៅពេលដែលបារាំងបានចូលមកដល់ទឹកដីកម្ពុជាសារជាថ្មីនេះបារាំងបានទាមទារនៅខេត្តទាំងអស់ហ្នឹងវិញមានបាត់ដំបងសៀមរាបបន្ទាយមានជ័យហ្នឹងមកជាទឹកដីជាកម្មសិទ្ធិរបស់កម្ពុជាវិញសៀមមិនព្រមឲ្យណាសៀមមិនឲ្យទេពេលហ្នឹងឯងទាំងអង់គ្លេសទាំងសហរដ្ឋអាមេរិកដែលជាប្រទេសឈ្នះសង្គ្រាមទាំងអស់ហ្នឹងឯងតើត្រូវតែសៀមហ្នឹងត្រូវតែបកគលទឹកដីកម្ពុជាទាំងអស់ហ្នឹងឯងឲ្យមកកម្ពុជាវិញសារជាថ្មីបើសិនជាមិនព្រមឲ្យទេសៀមនឹងឯងមិនអាចចូលក្នុងអង្គការសហប្រជាជាតិបានទេណាអញ្ចឹងគឺបណ្ដាប្រទេសនៅលើបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកនោះបានគម្រាមសៀមដល់ពីចំណុចទី1បើសិនជាសៀមមិនព្រមបកគលខេត្តបាត់ដំបងបន្ទាយមានជ័យសៀមរាបឲ្យកម្ពុជាយើងវិញទេឲ្យប្រទេសកម្ពុជាវិញទេសៀមនឹងមិនអាចចូលឈ្មោះនៅក្នុងអង្គការសហប្រជាជាតិបានទី2បណ្ដាប្រទេសមហាអំណាចដែលជាអ្នកឈ្នះសង្គ្រាមទាំងអស់នេះនឹងចាត់ទុកសៀមនឹងឯងគឺជាអ ுக ្រិតកម្មសង្គ្រាមលោកលើកទី2ដែរ
ពីព្រោះអីគំត្រួយជប៉ុនដែលជាអ្នកគំត្រួយជប៉ុននិងអាល្លឺម៉ង់ដែលជាអ្នកបង្កនៅសង្គ្រាមសោកនាដកម្មនៅក្នុងសង្គ្រាមលោកលើកទី2ដោយសារតែមានគំនាបអំពីមហាអំណាចមានបារាំងមានជប៉ុនមានបារាំងមានអាមេរិកនិងអង់គ្លេសនេះឯងដែលដែលថៃនេះឯងព្រមបកគលទឹកដីបាត់ដំបងសៀមរាបទីមានជ័យនេះឯងមកឲ្យកម្ពុជាសាជាថ្មីវិញយើងត្រូវដឹងថាឆ្នាំ1904បារាំងបានទាមទារយកខេត្តដ៏មានជ័យខេត្តព្រះវិហារមកឲ្យកម្ពុជាបន្ទាប់មកទៀតនៅឆ្នាំ1907បារាំងបានទាមទារនៅខេត្តបាត់ដំបងសៀមរាបបន្ទាយមានជ័យនេះមកឲ្យកម្ពុជាយើងវិញមកកម្ពុជាយើងវិញនៅក្នុងឆ្នាំ1945នៅពេលដែលជប៉ុនមកគ្រប់គ្រងនៅក្នុងអាស៊ីអាគ្នេយ៍ដល់ទឹកដីកម្ពុជានេះដោយសារតែមានភាពស្និទ្ធរមួតជារវាងស្ដេចថៃហើយនិងជប៉ុនបានកាត់ទឹកដីកម្ពុជាយើងនេះមួយប៉ែកធំហ្នឹងទៅឲ្យសៀមវិញនៅពេលដែលជប៉ុនចាញ់សង្គ្រាមបារាំងមកទាមទារយកទឹកដីនេះទៅវិញកន្លែងនេះគឺយើងត្រូវដឹងគុណបារាំងដែរបើសិនជាអត់មានបារាំងទាមទារទេយើងខេត្តប៉ែកខាងលិចនេះគឺនឹងបាត់បង់ហើយអញ្ចឹងបារាំងទាមទារមកឲ្យវិញនៅពេលដែលគេមិនចង់ឲ្យមហាអំណាចទាំងអស់គម្រាមថាបើសិនជាថៃមិនព្រមឲ្យទេដាក់ថៃចូលនៅក្នុងអក្រិតកម្មសង្គ្រាមហើយនឹងដាក់ថៃជាប្រទេសដែលมันអាចចូលនៅក្នុងអង្គការសហប្រជាជាតិបានពីព្រោះអង្គការសហប្រជាជាតិបង្កើតនៅក្នុងឆ្នាំ1945ហ្នឹងឯងអញ្ចឹងថៃហេតុតែចង់ចូលនៅក្នុងអង្គការសហប្រជាជាតិហើយនឹងកុំឲ្យមហាអំណាចនៅលើពិភពលោកដាក់ខ្លួនចូលនៅក្នុងអក្រិតកម្មសង្គ្រាមលោកលើកទី2ទៅប្រគល់នៅខេត្តទាំងអស់នេះមកឲ្យកម្ពុជាយើងវិញឆ្លៀតឱកាសនៅពេលដែលគេទាន់ខ្សោយនេះយកទឹកដីយើងអានេះគឺគ្រាន់តែជាចំណុចមួយដែលបកគោណាគុណចាស់ញាតិញោមពុទ្ធបរិស័ទត្រូវដឹងដែរណាត្រូវដឹងដែរអានេះគឺជាសច្ចៈប្រវត្តិសាស្ត្រនៅក្នុងពេលដែលគេទាន់ខ្សោយនៅពេលដែលបារាំងទាន់ខ្សោយជប៉ុនមកគ្រប់គ្រងឯងបែរជាគប់ខាត់គ្នាយកទឹកដីរបស់គេវិញទាំងដែលឆ្នាំ1904ទាំង1907នេះបានធ្វើបច្ចៈបានបកគលខេត្តបកគលទឹកដីទាំងអស់នេះមកឲ្យកម្ពុជាហើយណាបកគលទឹកដីនេះមកឲ្យកម្ពុជាវិញគ្រាន់តែឆ្នាំ1945គឺចាប់ផ្ដើមមកទៅត្រៀមយកទឹកដីនេះរហូតមកដល់ខេត្តបាត់ដំបងយើងវិញណារហូតមកដល់ខេត្តបាត់ដំបងយើងវិញកន្លែងនេះគឺខ្ញុំកណាសូមបញ្ជាក់ថាសឹងងុកថាញ់គឺជាសេនាធិការរបស់វៀតណាមសឹងងុកមិញក៏ជាសេនាធិការរបស់វៀតណាមហើយក្នុងនឹងមានចលនាខ្មែរអ៊ីស្រាអែលដែលជាគោលនយោបាយបង្កើតឡើងដោយសេរីធនរដ្ឋដែលជានាយករដ្ឋមន្ត្រីនិងជាមេតបរបស់ថៃដែលដឹកនាំទៅដោយយើងហៅថាខ្មែរយើងថាអ្នកស្នេហាជាតិប៉ុន្តែការពិតមិនមែនទេគឺដឹកនាំដោយប៊ុនច័ន្ទមុលប៉ាឈឿនដែលជាអ្នកពួកគាត់ស្នេហាជាតិមែនប៉ុន្តែគ្រាន់ថាគាត់ចាញ់អបាយករបស់សៀមចាញ់អបាយករបស់សៀមយ៉ាងម៉េចគឺសៀមបានបង្កើតនៅចលនាខ្មែរអ៊ីស្រាអែលនេះដើម្បីទាមទារឯករាជ្យឲ្យមកកម្ពុជាហេតុអីបានជាសៀមរៀបចំចលនាបែបនេះពីព្រោះកម្ពុជាជាប្រទេសតូចមានប្រជាជនតិចមិនទាន់មានគ្រឿងសព្វារវុធមិនទាន់មានកងកម្លាំងយោធាសេនាអីជាដើមអញគឺខ្លាំងក្លាទេបើសិនជាខ្មែរទាមទារឯករាជ្យបានគឺសៀមនឹងអាចចូលមកត្រួតត្រានៅលើទឹកដីកម្ពុជាបានវិញងាយស្រួលបំផុតអញ្ចឹងហើយបានបង្កើតនៅចលនាអ៊ីស្រាអែលដំបូងគេនៅឯស្រុកសំឡូតខេត្តបាត់ដំបងណានៅស្រុកសំឡូតខេត្តបាត់ដំបងបានបង្កើតចលនាខ្មែរអ៊ីស្រាអែលនេះដើម្បីនឹងធ្វើវិទ្យាសាសនាប្រឆាំងជាមួយនឹងបារាំងយើងត្រូវដឹងថាចលនាខ្មែរអ៊ីស្រាអែលនេះជាពិសេសនៅស្រុកអន្លង់វិលអ្នកនៅស្រុកអន្លង់វិលចាស់ចំនួនដើមគឺគាត់ដឹងមានភាពជឿចាប់ពួកចលនាខ្មែរអ៊ីស្រាអែលនេះបានចូលមកហើយមិនមែនជាអ្នកការពារប្រជាពលរដ្ឋទេគឺគាត់មកឲ្យពួកចលនាអ៊ីស្រាអែលនេះមកតែងតែលួចមន់លួចទាលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយកទៅធ្វើចំណីអាហារហើយរំលោភស្ត្រីកំមុំរបស់អ្នកនៅស្រុកអន្លង់វិលទៅទៀតណានៅស្រុកអន្លង់វិលទៅទៀតដែលធ្វើឲ្យបញ្ហានេះអីគឺកើតឡើងធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ស្អប់ខ្មែរអ៊ីស្រាអែលប៉ុន្តែយើងត្រូវដឹងថាអ៊ីស្រាអែលនឹងអ្នកណាជាអ្នកបង្កើតសេរីធនរដ្ឋបានចាប់ដៃជាមួយហ៊ូជីមិញណាសេរីនិងកុម្មុយនីសចាប់ដៃគ្នាដើម្បីបង្កើតចលនាអ៊ីស្រាអែលនេះដើម្បីឲ្យខ្មែរទាមទារឯករាជ្យអញ្ចឹងហើយប៊ុនច័ន្ទមុលក៏ធ្លាក់ចូលនៅក្នុងអន្ទាក់នយោបាយរបស់គេដែរណាហើយនៅក្នុងហ្នឹងខ្មែរអ៊ីស្រាអែលគឺមាន2អ៊ីស្រាអែលសេរីនិងអ៊ីស្រាអែលកុម្មុយនីសអ៊ីស្រាអែលសេរីដឹកនាំដោយប៊ុនច័ន្ទមុលហើយនិងអ៊ីស្រាអែលមួយទៀតគឺដឹកនាំដោយដាបឈូនណាយើងហៅថាមជុលពេជ្រឈូនមជុលពេជ្រអញ្ចឹងអ្នកទាំងអស់នេះមិនត្រឹមតែប៉ុណ្្នឹងណាឈូនមជុលពេជ្រនេះឯងគឺវាយយករហូតដល់ស្វាយជែកខេត្តប្រទេសមានជ័យនេះបំរុងនឹងកាត់ហើយលើកទឹកដីនេះឯងទៅឲ្យស៊ីមទៅទៀតឲ្យសេរីធនរដ្ឋទៅទៀតសេរីធនរដ្ឋប៉ុន្តែនៅក្នុងយើងត្រូវដឹងថានៅឆ្នាំ1963សេរីធនរដ្ឋហើយនិង John Kennedy បានស្លាប់នៅក្នុងពេលជាមួយគ្នានៅក្នុងឆ្នាំ1963ដូចគ្នាណាអានឹងខ្ញុំកណាអត់និយាយទៅដល់ហ្នឹងប៉ុន្តែគ្រាន់ថាយើងត្រូវដឹងថាហេតុអីបានជាគេមានចលនាមានមហិច្ឆតាមកគ្រប់គ្រងទឹកដីកម្ពុជា
nó pe là Campuchia sau rồi cứ kia mà trong lên tập bài bàn tay này anh nó không sớm mai cả đấy chưa cho lòng này nó không năm pipon phẩm bay pipon đọc môi này anh thôi Campuchia bài chứ Campuchia sớm mai cả nó ọt miền ăn trại chết ọt miền bần đam tên nó lốp bị phụp lốp com trôi đôi lâu thế dân trôi trăm là nó không năm pipon nó năm pipon phẩm bay nó pe là Campuchia đi bàn lơ sớm nào đã prasa previa năng anh cho nó không ông ca UNESCO ông ca nè bị phụp lốp từng không su thầm bên là na control Campuchia ọt miền này miền tại mũi cất cứ mà hai dễ chân mà dễ chân khơi Campuchia cầm pông tại ai câu đấy chứ này cứ ban của cô nó ao phượng phóng của cô nó kêu sập một phóng đam bay ở Campuchia cà phê luôn cà phê luôn nó không bên đó cứ Campuchia dương ở bên kêu sập một ở bên ai chỉ đam anh cứ tầm nơ vậy nó đều lâu rồi nè bàn tay này anh bên Campuchia oi khăng bên Campuchia khăng anh ấy cứ chia rương môi đây của cô na công cha hay đang nhận nhôm cột bảo sắt và hay vậy ta nó không bên đó cứ cái món tần tiền nó vượt cái sắc khang Christmas cái trong năm sang Peru hiện hai anh ban chỉ trong ở banภาษา Peru hiện bà tamខ្ញុំក្រាដឹងគឺភាសា Peru hiệnនេះឯងនៅភ្នំភាសា Peru hiệnនេះឯងគឺសម្បូរទៅដោយរ៉ែមាសណាតំបន់ភាសា Peru hiệnនេះឯងគឺសម្បូរទៅដោយរ៉ែមាសពីព្រោះខ្ញុំកណាទៅជាញឹកញាប់គឺតែងតែដឹងថាមានជនជាតិចិននៃច្រើនហ្នឹងគឺគាត់តែងតែស្រាវជ្រាវនៅរ៉ែមាសនៅក្នុងទីនឹងច្រើនហើយមានកន្លែងឃុំសម្រាប់ឃុំយករ៉ែមាសហ្នឹងជាច្រើននៅតំបន់ជួរភ្នំនឹងរ៉ែហ្នឹងអញ្ចឹងហើយតំបន់នេះគឺជាសម្បូរទៅដោយធនធានរ៉ែមាសអញ្ចឹងហើយនរណាក៏ចង់បានដែរពីព្រោះមាសគឺមានតម្លៃលើពិភពលោកមានតម្លៃលើពិភពលោកនរណាមួយដែលថាមិនចង់បានមាសឆ្នាំ2008យើងឯកោអត់មានបណ្ដាប្រទេសនៅលើពិភពលោកណាមួយគ្រប់គ្រងកម្ពុជាទេយើងស្នើសុំអាស៊ានដើម្បីឲ្យដោះស្រាយ consensus ប៉ុន្តែអាស៊ានមិនអាចដោះស្រាយបានទី1ទី2បណ្ដាប្រទេសទាំងអស់មិនមាននរណាចាប់អារម្មណ៍ជាមួយកម្ពុជាទេទុកកម្ពុជានឹងឯងឲ្យឯកោពឹងនរណាក៏បានប៉ុន្តែកម្ពុជាដោយសារតែភាពស្មោះត្រង់ហើយនឹងសច្ចយុត្តិធម៌គឺកម្ពុជាបានដាក់ប្រាសាទព្រះវិហារនៅក្នុងថ្ងៃ15កក្កដា2008នេះឯងជាបេតិកភណ្ឌពិភពលោកនៅក្នុងអង្គការ UNESCO យើងបានឈ្នះក្តីនៅប្រាសាទព្រះវិហារជាលើកទី2បន្ទាប់ពីឆ្នាំ1962ដែលប្របាទនរោត្តមសីហនុបានដោះស្រាយបញ្ហានេះបានឈ្នះដោយជោគជ័យហើយនៅក្នុងឆ្នាំ2008ក៏យើងឈ្នះដែរប៉ុន្តែគេមិនអស់ចិត្ត2011គេចាប់ផ្ដើមវាយម្ដងទៀត2008វាយកម្ពុជាមិនបែក2011ក៏វាយកម្ពុជាមិនបែកគេឃើញកម្ពុជាតូចគេគិតថាដូចជាក្នុងសម័យកាលដែលយើងគ្រប់គ្រងដោយបារាំងដែលយើងអត់ទាន់មានគឺសម័យកាលកំភ្លើងឈើប៉ុន្តែសម័យនេះអត់កើតគេស្គាល់មេរៀនហើយប៉ុន្តែលើកនេះគេចង់ក៏ឃ្លឿនទៀតហើយខ្ញុំកណាសូមលើកបញ្ជាក់ដែរថាជនជាតិថៃនេះគឺសម្បូរទៅដោយសត្រូវជុំវិញទិសទាំងអស់ហ្នឹងហើយយើងត្រូវដឹងថាពេលនេះថៃគឺជាប់ទៅដោយប្រទេសជិតខាងទាំងអស់ដែលសិតតែជាសត្រូវរបស់ខ្លួនតាំងពីភូមាតាំងពីឡាវតាំងពីកម្ពុជាតាំងពីម៉ាឡេស៊ីតាំងពីបង់ក្លាដេសសិតតែជាសត្រូវមិនត្រឹមប៉ុណ្្នឹងទេបញ្ហារឿងបែកខាងត្បូងរបស់ប្រទេសថៃនឹងក៏កំពុងតែមានអរិភាពដោយសារតែការចង់ប្របែកបង្កើតទៅជារដ្ឋថ្មីដោយជនជាតិអ៊ីស្លាមនៅភាគដែលជាប់នឹងព្រំដែនជាមួយនឹងម៉ាឡេស៊ីអញ្ចឹងខេត្តទាំង3ហ្នឹងគឺទៀមទាព្យាយាមដើម្បីប្របែករដ្ឋណាទៀមទាដើម្បីព្យាយាមប្របែករដ្ឋហើយនៅក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានចលាចលនៅបញ្ហាផ្ទៃក្នុងផ្នែកខាងនយោបាយផងអស្ថិរភាពនយោបាយផងចឹងអសន្តិសុខផ្នែកខាងយន្តធាផងមិនមានមេមិនមានកោមិនមានអាណាស្ដាប់អាណាទេនៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងហើយគឺបើសិនជាហ៊ានតែច្បាំងគ្នាអ្នកដែលជួបគ្រោះដែលធំបំផុតគឺសៀមណាកម្ពុជាតូចពិតប៉ុន្តែកាលដែលយើងនៅតន់ខ្សោយវាយយើងអត់បាយផងណានៅវាលអន្ត្រីក្តីនៅប្រាសាទតាមនក្តីនៅប្រាសាទតាកបីក្តីនៅប្រាសាទព្រះវិហារក្តីធ្វើកម្ពុជាបែកណាធ្វើកម្ពុជាបែកនៅក្នុងពេលបច្ចុប្បន្ននេះកម្ពុជាបានមានអធិនុភាពផ្នែកខាងកម្ពុជាយោធានេះគឺខ្លាំងណាស់ណាកម្ពុជាយោធាគឺខ្លាំងមូលហេតុកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរឿងជលជាច្រើនណាធ្លាប់ឆ្លងកាត់សង្គ្រាមរឿងជលជាច្រើននៅក្នុងសម័យកាលដែលអាមេរិកទម្លាក់គ្រាប់បែកនៅក្នុងឆ្នាំ1950ជាងណានៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកនៅប៉ែកខាងកើតរបស់កម្ពុជានេះជាបទពិសោធន៍ដែលកម្ពុជាអាចមានបទពិសោធន៍នៅក្នុងការទប់ទល់ជាមួយនឹងអាវុធប៉ែកខាងលើអាកាសទី2នៅក្នុងសម័យសាធារណរដ្ឋកម្ពុជាយើងក៏មានបទពិសោធន៍ផ្នែកខាងសង្គ្រាមជើងគោកនិងសង្គ្រាមជើងទឹកទី3នៅក្នុងសម័យដែលព្រោះរំលំសម័យខ្មែរក្រហមកម្ពុជាយើងសម័យខ្មែរក្រហមខ្មែរយើងក៏ធ្លាប់ធ្វើសង្គ្រាមជាមួយព្រំដែនជាមួយវៀតណាមជាមួយនឹងថៃដែរអញ្ចឹងបទពិសោធន៍សង្គ្រាមលើកទីបទពិសោធន៍សង្គ្រាមនេះក៏មានដែរ
trong cõi sừng kiềm mà riêng Campuchiaនិងកម្ពុជារវាងសាធារណរដ្ឋប្រជាមានិតកម្ពុជាជាមួយនឹងត្រីភាគីដែលដឹកនាំដោយពលពតសេអនុហើយនឹងសឿនសានអញ្ចឹងបទពិសោធន៍នៅក្នុងសង្គ្រាមនេះធ្វើឲ្យកម្ពុជាគឺមានបទពិសោធន៍ពេញលេញណាមានបទពិសោធន៍ពេញលេញនៅក្នុងការទប់ទល់នៅពេលដែលមានអរិភាពណាមួយកើតឡើងណានៅមានអរិភាពណាមួយកើតឡើងអញ្ចឹងហើយទោះបីប្រទេសកំគិតថាប្រទេសតូចប្រទេសធំมันសំខាន់ណាស់សំខាន់គឺយុទ្ធសាស្ត្រណាសំខាន់គឺយុទ្ធសាស្ត្រអ៊ីស្រាអែលតូចប៉ុន្តែស៊ូតែបណ្ដាប្រទេសជិតខាងទាំងអស់មានប្រទេសណាមួយវាយឈ្នះអ៊ីស្រាអែលទេអ៊ីស្រាអែលតូចរំពាត់ទៅដោយសត្រូវជុំវិញទាំងអស់ប៉ុន្តែអ៊ីស្រាអែលខ្លាំងគ្មានប្រទេសណាមួយវាយអ៊ីស្រាអែលបានទេគ្មានប្រទេសណាមួយវាយអ៊ីស្រាអែលបានមានប្រទេសណាហ៊ានខ្លាំងជាមួយអ៊ីស្រាអែលប្រទេសនឹងខ្ទេចសូម្បីតែអេស៊ីបធ្លាប់វាយជាមួយនឹងអ៊ីស្រាអែលប៉ុន្តែបរាជ័យណាប្រទេសបកសម្ព័ន្ធអ៊ីស្លាមទាំងអស់នាំគ្នាវាយជាមួយអ៊ីស្រាអែលលទ្ធផលចុងក្រោយបរាជ័យអ៊ីស្រាអែលតែមួយវាយពួកប្រទេសប្រមាណមកដណ្ដប់ប្រទេសដែលចងជាបកសម្ព័ន្ធអ៊ីស្លាមហ្នឹងឯងវាយបរាជ័យទាំងអស់ណាវាយបរាជ័យទាំងអស់มันសំខាន់ប្រទេសតូចប្រទេសធំសំខាន់បំផុតគឺយុទ្ធសាស្ត្រណាដោយសម្ដេចដេជោគាត់លើកឡើងហ្នឹងសំខាន់គឺយុទ្ធសាស្ត្រណាសំខាន់គឺយុទ្ធសាស្ត្រអាយុទ្ធសាស្ត្រនេះគឺខ្លាំងណាស់មិនថានៅក្នុងសម័យកាលណាទេយុទ្ធសាស្ត្រគឺខ្លាំងប្រើអ្នកដែលប្រកែកយុទ្ធសាស្ត្រគឺធ្វើសង្គ្រាមមិនដាច់ចាញ់ហើយយើងត្រូវដឹងថាហេតុអីបានជាគេចង់ដឹងអំពីទីតាំងជួយជើងទ័ពរបស់កម្ពុជាយើងពីព្រោះអ្នកណាដែលមានសម័យបច្ចុប្បន្នអ្នកណាមានព័ត៌មានក្នុងដៃអ្នកនោះគឺជាអ្នកឈ្នះណាអ្នកណាមានព័ត៌មានក្នុងដៃអ្នកនោះគឺជាអ្នកឈ្នះអញ្ចឹងហើយសម័យកាលនេះជាសម័យកាលដែលបច្ចេកវិទ្យាហើយសម័យកាលដែលប្រើនៅសព្វាវុធទាំងអញគឺប្រើទៅដោយ AI ប្រើទៅដោយបច្ចេកវិទ្យាលេងប្រើលេងដូចមុនណាលេងដូចមុនអញ្ចឹងហើយយើងមានបទពិសោធន៍ផងបច្ចេកវិទ្យាទំនើបផងទៅធ្វើកម្ពុជាយើងខ្លាំងទី2បណ្ដាប្រទេសនៅលើឆាកអន្តរជាតិទាំងអស់គេមើលមកកម្ពុជាថាជាប្រទេសដែលមានភាពចាស់ទុំហើយជាអ្នកដែលមានជំនាញផ្នែកខាងការទូតដោះស្រាយនៅបញ្ហាព្រំដែនទោះបីមានបញ្ហាអរិភាពប៉ុណ្ណឹងក៏ដោយប៉ុន្តែកម្ពុជាយើងមានភាពម៉ត់ចត់ច្បាស់លាស់នៅក្នុងការសម្រេចផែនការនៃការរៀបចំយុទ្ធសាស្ត្រនិងការដោះស្រាយបញ្ហាព្រំដែននេះឯងគឺមើលទៅគឺលោសិចមែនទេអញ្ចឹងហើយបណ្ដាប្រទេសនៅលើពិភពលោកប្រទេសណាក៏ដោយឃើញមើលមកកម្ពុជាហើយគឺតែងតែសរសើរថាកម្ពុជាខ្លាំងកម្ពុជាគឺកំពុងតែមានការដឹកនាំណែល្អណាគឺមានភាពម៉ឺងម៉ាត់ហេតុអីបានម៉ឺងម៉ាត់យើងមើលមើលថៃទៅឆ្លើយតបថ្ងៃនេះតាំងពីថ្ងៃទី28មកដល់ថ្ងៃនេះយើងប្រហែលថ្ងៃហើយថៃគឺទៅឆ្លើយតបជាមួយនឹងកម្ពុជាថ្ងៃនេះបើសិនជាកម្ពុជាវាយពីថ្ងៃ28ទៅវិញណាថៃយ៉ាប់មែនទេណាថៃយ៉ាប់មែនទេណាប៉ុន្តែកម្ពុជាមិនឆ្លើយតបដល់យោធាណាកម្ពុជាមិនឆ្លើយតបដល់យោធាពីថ្ងៃទី28ដល់ថ្ងៃនេះយើងសឹកចិត្តដោះស្រាយនៅបញ្ហាការទូតយើងដោះស្រាយបញ្ហាការទូតដោះស្រាយបញ្ហាការទូតហើយជាពិសេសគឺយើងបានលើកនៅបញ្ហានេះនឹងទៅលើឆាកអន្តរជាតិនេះឯងដែលធ្វើឲ្យថៃនឹងឯងទី1គឺបាក់មុខណាគឺបាក់មុខថៃឥឡូវនេះកំពុងតែអបជាប្រយោជន៍នៅលើឆាកអន្តរជាតិផងអបជាប្រយោជន៍នៅក្នុងអាស៊ានផងមានបញ្ហាអស្ថិរភាពនយោបាយនៅក្នុងផ្ទៃប្រទេសផងមានបញ្ហាអស្ថិរភាពនៃបញ្ហាយោធាតាមព្រំដែនផងអញ្ចឹងហើយបើសិនជាហ៊ានតឡើងទៅឆាកអន្តរជាតិទៀតថៃនឹងបាក់មុខណាថៃនឹងបាក់មុខហើយថៃនេះมันអាចយកផែនទីរបស់ខ្លួនឯងទៅដាក់នៅលើឆាកអន្តរជាតិបាននេះពីព្រោះផែនទីបើកាលណាដែលគូដោយអីកតោភាគីគូដោយខ្លួនឯងគ្មានប្រទេសណាមួយគេទទួលស្គាល់នៅលើពិភពលោកនៅលើពិភពលោកនេះគ្មានប្រទេសណាមួយគេទទួលស្គាល់ផែនទីរបស់ប្រទេសដែលគូដោយខ្លួនឯងទេណាអញ្ចឹងផែនទីរបស់កម្ពុជាផែនទីរបស់ថៃគឺបានតម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិដូចគ្នាអញ្ចឹងផែនទីដែលគេទទួលស្គាល់គឺផែនទីដែលនៅអង្គការសហប្រជាជាតិផែនទីដែលមានការវាស់វែងកំណត់ព្រំដែននិងការចោះអនុស្សរណៈយោគយល់គ្នារវាងបារាំងនិងស៊ីមគឺនៅអង្គការសហប្រជាជាតិជាផែនទីដែលគេទទួលស្គាល់មិនមែនជាផែនទីណាមចេះទេជាផែនទីដែលគេទទួលស្គាល់នៅលើពិភពលោកហើយជាផែនទីដែលបារាំងនិងស៊ីមឯងបានធ្វើបច្ចុប្បន្នហើយបានចោះអនុស្សរណៈយោគយល់គ្នាឲ្យស្រេចចោះអនុស្សរណៈយោគយល់គ្នាឲ្យស្រេចអញ្ចឹងហើយបើសិនជាប្តឹងផែនទីរបស់ខ្លួននៅណាគេទទួលស្គាល់អត់មានទទួលស្គាល់ប្រទេសខ្លួនឯងណាអញ្ចឹងទៅលើឆាកអន្តរជាតិមានអីនេះមានន័យថាទន្ទ្រានគេលោបយកទឹកដីគេហើយនេះហើយអត់មានថាតែអត់មានប្លង់រឹងណាយើងនិយាយភាសាខ្មែរថាអត់មានប្លង់រឹងហើយទៅប្រឹងគេហើយយើងប្រឹងហើយយើងមានប្លង់រឹងប្លង់អីច្បាស់លាស់ហើយនោះអត់មានប្លង់រឹងផង
អត់មានប្លង់រឹងស៊ូតាមប្រទេសដែលមានប្លង់រឹងនិងប្រទេសដែលអត់មានប្លង់រឹងតប្រឹងដល់ណាឈ្នះដឹងហើយស្រេចណាដឹងខ្លួនហើយស្រេចអញ្ចឹងហើយបានគេសុំចរចាទ្វេភាគីហេតុអីយកយុទ្ធសាស្ត្រចិនមិនដែលចង់ប្រើប្រាស់នៅក្នុងការចរចាជាមួយបណ្ដាប្រទេសនៅលើពិភពលោកដោយអង្គការអន្តរជាតិទេចិនចូលចិត្តដោះស្រាយបញ្ហាទ្វេភាគីពីព្រោះអីពីព្រោះចិនជាមហាអំណាចសេដ្ឋកិច្ចផងមហាអំណាចយោធាផងអាចសង្កត់ប្រទេសនឹងបានអញ្ចឹងហើយបានចិនគេប្រើចូលចិត្តប្រើដោះស្រាយនៅបញ្ហាទ្វេភាគីនេះគឺយុទ្ធសាស្ត្រនេះប៉ុន្តែអ្នកឯងភ្លេចថាសេដ្ឋកិច្ចរបស់អ្នកឯងក៏រស់ដល់កម្ពុជាច្រើនដែរអ្នកឯងនាំចូលមកកម្ពុជានឹងឯងរាប់ពាន់ដុល្លារប្រព័ន្ធលានដុល្លារហើយកម្ពុជានាំចូលទៅវិញទៅ600លានដុល្លារដែរអញ្ចឹងមានន័យថាអាបែកខាងសេដ្ឋកិច្ចនេះគឺយើងនាំចេញទៅគេតិចគេនាំចូលមកយើងច្រើនបើសិនតែមានន័យថាគេផ្ដាច់ទឹកដោះគេផ្ដាច់បញ្ហាសេដ្ឋកិច្ចគេបិទការនាំចូលអ្នកដែលមានបញ្ហាសេដ្ឋកិច្ចគឺប្រទេសគេកំពុងតែមានអស្ថិរភាពនយោបាយផងបើសិនជាមានបញ្ហាសេដ្ឋកិច្ចផងប្រទេសនឹងច្បុកច្បល់មែនទេច្បុកច្បល់មែនទេអញ្ចឹងហើយយើងត្រូវយល់កលៈទេសៈនៅពេលដែលយើងក្រនៅពេលដែលយើងឯងមិនមានអន្តរជាតិណាគេឲ្យតម្លៃកាលឆ្នាំ2008និង2011នៅតែបញ្ហានេះគឺយើងអាចដោះស្រាយបានហើយគឺយើងអាចរក្សាអធិបតេយ្យភាពបានហើយប្រទេសរបស់យើងឯងគឺមានប្រកបដោយភាពឡើងវិញណាមានប្រកបដោយភាពឡើងវិញទាំងប្រទេសថៃទាំងប្រទេសកម្ពុជាគឺមានប្រកបដោយភាពឡើងវិញនៅពេលបច្ចុប្បន្ននេះអន្តរជាតិណាក៏ដោយក៏គេទទួលស្គាល់កម្ពុជាពីព្រោះអីកម្ពុជាមានទំនាក់ទំនងការទូតល្អគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកពីព្រោះអីយុទ្ធសាស្ត្របើកជើងមេឃយុទ្ធសាស្ត្របើកជើងមេឃរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺធ្វើឲ្យកម្ពុជានេះឯងគឺមានទំនាក់ទំនងល្អនៅលើពិភពលោកមិនត្រឹមតែប៉ុណ្ណោះទេយើងឃើញប្រធានព្រឹទ្ធសភារបស់កម្ពុជាយើងទៅបណ្ដាប្រទេសផ្សេងគឺគេទទួលជាលក្ខណៈប្រមុខរដ្ឋគេទទួលលក្ខណៈជាប្រមុខរដ្ឋមិនត្រឹមប៉ុណ្ណឹងបារាំងណាអេម៉ាក្រុងគាត់បានទទួលហ៊ុនសែននេះគឺធ្វើជាបងធัวណាគាត់ទទួលស្គាល់ហ៊ុនសែនជាបងធัวពីព្រោះអីនយោបាយរបស់ហ៊ុនសែនពិភពលោកនេះគឺគេទទួលស្គាល់នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានសង្គ្រាមរវាងអ៊ុយក្រែនសង្គ្រាមជាមួយនឹងរុស្ស៊ីគេអញ្ជើញកម្ពុជាយើងដែលកាលនោះជាប្រធានប្រវេនរបស់អាស៊ាននេះទៅធ្វើជាសហប្រធានដើម្បីស្វែងរកសន្តិភាពដើម្បីស្វែងរកការចរចាឲ្យអ៊ុយក្រែននៅរុស្ស៊ីណាប្រទេសតូចពិតប៉ុន្តែមានបទពិសោធន៍ពេញខ្លួនដូច្នេះហើយណាគេត្រូវការដែរណាគេត្រូវការដែរអញ្ចឹងហើយយើងឃើញហើយនៅពេលកម្ពុជាធ្វើជាសហប្រធានអាស៊ាននេះកម្ពុជាត្រូវបានគេអញ្ជើញឲ្យទៅជួយទៅធ្វើជាសហប្រធានដើម្បីដោះស្រាយបញ្ហារវាងអ៊ុយក្រែននិងកម្ពុជារវាងអ៊ុយក្រែននិងរុស្ស៊ីណាដោះស្រាយចឹងពីព្រោះកម្ពុជាយើងគឺមានបទពិសោធន៍នៅក្នុងការដោះស្រាយបញ្ហាហ្នឹងគឺមានបញ្ហាគ្រប់គ្រាន់មានបទពិសោធន៍គ្រប់គ្រាន់អញ្ចឹងហើយពេលនេះណាក៏គេទទួលស្គាល់ដែរពិភពលោកទាំងអស់អញ្ចឹងហើយយើងឃើញតាំងពីចិនក្តីតាំងពីម៉ាឡេស៊ីក្តីតាំងអាស៊ានក្តីគឺតែងតែមានលើកទឹកចិត្តឲ្យកម្ពុជានឹងឯងយកបញ្ហាទាំងអស់នេះឯងទៅលើឆាកអន្តរជាតិទៅប្រឹងទៅដល់តុលាការអន្តរជាតិណា ICJ ដើម្បីដោះស្រាយនៅបញ្ហាព្រំដែនដើម្បីដោះស្រាយនៅបញ្ហាទាំងអស់នេះអញ្ចឹងកម្ពុជាយើងគឺមានឯកសារផ្លូវច្បាប់ទាំងអស់ដែលទទួលស្គាល់ទៅដល់ពិភពលោកមិនមែនទទួលស្គាល់តែរវាងថៃនិងកម្ពុជាពិភពលោកគេទទួលស្គាល់ទាំងអស់ប៉ុន្តែថៃគេដឹងថាហ្នឹងយើងមានហើយប៉ុន្តែគេនៅតែត្រៀមពីព្រោះទឹកដីកម្ពុជានេះយើងធ្លាប់ខ្ញុំណាលើពីខាងដើមហើយឆ្នាំ1945គ្រាន់តែជប៉ុនឈ្នះសង្គ្រាមភ្លាមគ្រាន់តែជប៉ុនវាយចូលដល់ទឹកដីកម្ពុជាភ្លាមគេបានខុបខិតជាមួយជប៉ុននឹងឯងយកទឹកដីកម្ពុជាយើងសារជាថ្មីវិញទោះបីមានការចោះអនុសារណៈយកគ្នារវាងបារាំងសៀមហើយហ្នឹងក៏នៅតែគ្រប់គ្រងរហូតមិនត្រឹមតែជាដែរណាមិនត្រឹមភាសាតំបន់ធំភាសាតំបន់តូចទេណារហូតមកដល់ទឹកដីខេត្តបាត់ដំបងយើងឯណាមកដល់ទឹកដីខេត្តបាត់ដំបងយើងវិញអញ្ចឹងហើយជាដំណាក់កាលនេះជាដំណាក់កាលមួយដែលយើងត្រូវរួបរวมសាមគ្គីគ្នាដើម្បីនឹងការពារបូរណភាពទឹកដីខ្មែរតូចប៉ុន្តែឈាមរបស់ខ្មែរគឺនៅលើផែនដីនេះគឺច្រើនណាស់ឈាមខ្មែរដែលហូរដល់ក្នុងទឹកដីនេះគឺច្រើនណាស់សៀមយើងត្រូវថាហេតុអីបានជាខ្មែរយើងបាត់ទឹកដីនៅសៀមនៅពេលដែលខ្មែរយើងធ្លាក់ចុះមានអនុភាពមានសង្គ្រាមផ្ទៃក្នុងគឺទឹកដីនឹងតែងតែបាត់បង់ប៉ុន្តែនៅពេលនេះកម្ពុជាយើងមានការឯកភាពមានការសាមគ្គីភាពជាធ្លុងមួយมันអាចបាត់បង់នេះសៀមវាយយកខេត្តទាំងប្រមាណបានរបស់កម្ពុជាយើងពីមុនដោយសារសម័យកាលនោះគឺខ្មែរយើងបែកបាក់គ្នាហើយមិនត្រឹមតែប៉ុណ្ណោះមេដឹកនាំខ្មែរយើងឯងពឹងគេឲ្យមកវាយហើយកាត់អីដីឲ្យគេណានៅក្នុងសម័យកាលហ្នឹងពឹងគេឲ្យមកវាយហើយកាត់ដីឲ្យគេដើម្បីអីដើម្បីអំណាចណានៅក្នុងសម័យកាលហ្នឹងឯងដែលធ្វើយើងបាត់ដីប៉ុន្តែបើសិនជាវាយគ្នាដើម្បីទឹកដីមិនស៊ីមិនដែលឈ្នះខ្មែរដែរយើងដឹងហើយ
បញ្ហារវាងសៀមនិងខ្មែរនេះឯងនៅក្នុងសម័យព្រះខ្ញុំកណាភ្លេចឈ្មោះដែលវាយឲ្យបានបញ្ជូននេសា3នាក់ឲ្យចូលមកធ្វើជាខ្ញុំប្រណប់ក្នុងកម្ពុជាហើយនឹងឯងវាយបាយក្រុងគួរក្រោយមកទៀតប្របាទបញ្ញាយ៉ាតវាយបាយវិញណាវាយបាយវិញហើយលើកក្រុងគួរមកលើករាជធានីមកតាំងនៅចតុមុខខ្ញុំកណាភ្លេចប្រជាអង្គហ្នឹងណាអាហ្នឹងដោយសារតែគេប្រើបាយកលគឺបញ្ជូននៅសេនាគេហើយវាយក្រុងគួរវាយប្រហែលវាយ2ឆ្នាំវាយអត់បែកណាវាយទីក្រុងគួរវាយ2ឆ្នាំវាយមិនបែកហើយវាយទីក្រុងគួរវាយទីក្រុងគួរវាយមិនបែកហ្នឹងគឺក្រុងគួរយើងការពាររឹងមាំហើយគឺនៅក្នុងពេលហ្នឹងគឺកម្ពុជាយើងគឺកងទ័ពមួយចំនួននឹងអញគឺបានទៅធ្វើស្រែធ្វើចំការអញ្ចឹងហើយគឺបែកគ្នាអត់មានកងទ័ពសម្រាប់ទប់ទល់ទេនៅពេលដែលកម្ពុជាយើងឯងគឺមានការផ្លិចមានការឆក់ល្វីគឺគេវិចូលប៉ុន្តែនៅពេលនេះណាយកច្រឡំហើយនៅពេលនេះណាយកច្រឡំហើយថៃដឹងខ្លួនឯងតាវាយកំឈ្នះកម្ពុជាដែរថៃដឹងខ្លួនឯងណាដឹងខ្លួនតាវាយកំឈ្នះកម្ពុជាដែរមិនអ៊ូតកងទ័ពកម្ពុជាពីព្រោះយើងបាត់ទឹកដីហ្នឹងគឺនៅក្នុងសម័យកាលដែលខ្មែរយើងបែកបាក់សាមគ្គីគ្នានៅពេលដែលយើងទៅដើមអំណាចផ្ទៃក្នុងគ្នានេះឯងយើងទៅពឹងគេឲ្យមកជួយអញ្ចឹងហើយទៅពឹងគេឲ្យជួយយើងកន្លែងទៅដោះស្រាយបញ្ហាផ្ទៃក្នុងនេះឯងទៅគេអាចមានឱកាសយកទឹកដីហ្នឹងណាយកនៅតំបន់ហ្នឹងយកកន្លែងហ្នឹងប៉ុន្តែឥឡូវនេះយើងសាមគ្គីគ្នាយើងរួមគ្នាតែមួយសួរថាឯងអាចមានលទ្ធភាពទេណាពីព្រោះបទពិសោធន៍ក្នុងសង្គ្រាមនេះឯងអត់មានសោះណាកងទ័ពខ្លាំងប៉ុណ្ណាក៏ដោយបើមិនមានបទពិសោធន៍ហើយមិនអាចធ្វើសង្គ្រាមឈ្នះណាទេណាมันអាចធ្វើសង្គ្រាមឈ្នះណាទេកងទ័ពរបស់អាល្លឺម៉ង់ល្បីតែខ្លាំងណាស់ប៉ុន្តែចូលទៅដល់នៅក្នុងអ៊ុយក្រែនចូលនៅក្នុងសហភាពសូវៀតណាសម័យកាលហ្នឹងចូលដល់លេនីនក្រាតកងទ័ពអាល្លឺម៉ង់ហែកសាច់គ្នាអីស៊ីបាញ់សម្លាប់គ្នាឯងហែកសាច់គ្នាអីស៊ីមូលហេតុជាប់ផុងនៅក្នុងលេនីនក្រាតឯងកងទ័ពរបស់សហភាពសូវៀតបែកកត្រុបទៅនឹងឯងវាយកត្រុបទៅនឹងឯងនៅពេលកងទ័ពអាល្លឺម៉ង់វាយចូលដល់លេនីនក្រាតវាយចូលដល់លេនីនក្រាតកងទ័ពសហភាពសូវៀតវាយកត្រុបថ្ងៃរហូតដល់កងទ័ពអាល្លឺម៉ង់ទី1ចាញ់អាកាសធាតុផងចូលដល់រដូវត្រជាក់កងទ័ពសហភាពសូវៀតគឺគេរស់នៅក្នុងតំបន់ត្រជាក់គឺគេអាចធន់ទ្រាំជាមួយនឹងអាកាសធាតុបានកងទ័ពអាល្លឺម៉ង់អត់អាចណាដកថយក៏ដកថយមិនកាត់អានោះវាយខ្ទប់ពីនោះមកហើយចង់វាយរុលអរួញពកគេទប់សហភាពសូវៀតបើកចូលដល់លេនីនក្រាតលទ្ធផលចុងក្រោយកងទ័ពរបស់អាល្លឺម៉ង់បរាជ័យហើយបាញ់គ្នាឯងសម្លាប់ដើម្បីឲ្យសាច់ចែកគ្នាស៊ីណាឲ្យសាច់ស៊ីគ្នាឯងចឹងហើយមិនថាទុក3អ្នកឯងកងទ័ពច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនជាគ្មានបទពិសោធន៍ក្នុងសង្គ្រាមទេកងទ័ពនេះឯងប្រៀបដូចជាកូនក្មេងណាប្រៀបដូចជាកូនក្មេងបុរាណលោកថាមិនចេះ10មិនស្មើនឹងប្រសពមួយទុក3អ្នកឯងចេះប៉ុណ្ណាក៏ដោយបើគ្មានបទពិសោធន៍ថាមិនអាចទៅរួចទេចំណែកកងទ័ពកម្ពុជាយើងវិញនិយាយទៅថាសង្គ្រាមវិញឆ្អិនម្ដងឆ្អិននៅក្នុងសង្គ្រាមម្ដងខ្ញុំកណាលឺញោមម្នាក់គាត់និយាយគាត់ថាពីមុនណាកងទ័ពសៀមបើលឺកងទ័ពប៉ារ៉ាគាត់ថាកងទ័ពប៉ារ៉ាមិនសឡតែបើលឺថាកងទ័ពរបស់តមុកមួយញើតណាហើយកុំភ្លេចតែកងទ័ពខ្មែរយើងនេះគឺនៅសល់អំពីខ្មែរក្រហមច្រើនណាអ្នកដែលស៊ូប្រូមានន័យថាខំស្មៅអត់រត់ខំស្មៅអត់រត់គឺនៅច្រើនណាបាញ់តាមអ្នកគាត់និយាយថាកងទ័ពខ្មែរក្រហមគ្រាន់តែឃើញក្រកកំភ្លើងដូចឃើញក្រកស្គរអញ្ចឹងរត់ដដើមគ្នាអញ្ចឹងណាចង់បត់ពិសោធន៍ពេញខ្លួននេះឯងនេះចង់បញ្ជាក់ថាយើងគ្រប់គ្នានេះត្រូវតែគិតគូរអំពីប្រទេសជាតិដោយការសាមគ្គីភាពគ្នាណាសាមគ្គីភាពគ្នាគ្មានអីខ្លាំងជាងសាមគ្គីទេណាគ្មានអីខ្លាំងជាងសាមគ្គីទេហើយទោះបីអ្នកឯងខ្លាំងប៉ុណ្ណាក៏ដោយណាសេដ្ឋកិច្ចយើងទទួលស្គាល់ថាអ្នកឯងខ្លាំងប៉ុន្តែបទពិសោធន៍នៅក្នុងយោធាអ្នកឯងខ្សោយណាបទពិសោធន៍យោធាអ្នកឯងខ្សោយសេដ្ឋកិច្ចពីព្រោះអីអ្នកឯងអត់ធ្លាប់ឆ្លងកាត់នៅសម័យបលាយពុយសាសដោយកម្ពុជាទេអត់ធ្លាប់ឆ្លងកាត់ទេហើយក៏មិនធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលសង្គ្រាមផ្ទៃក្នុងនៃកម្ពុជាដែរចឹងសេដ្ឋកិច្ចអ្នកឯងខ្លាំងជាងប៉ុន្តែយោធាมันខ្លាំងជាងកម្ពុជាទេកម្ពុជាឆ្លងកាត់គ្រប់សម័យកាលគ្មានប្រទេសនៅលើពិភពលោកគ្មានប្រទេសណាមួយបដូរសម័យកាលច្រើននៅកម្ពុជាតាំងពីសម័យនគរភ្នំសម័យចេនឡាសម័យអង្គរសម័យក្រោយអង្គរសម័យចេនឡាសម័យចតុមុខសម័យឧដុង្គមកទៀតសម័យអាណានិគមបារាំងគឺកម្ពុជាឆ្លងកាត់សម័យកាលច្រើនណាសម័យកាលច្រើនណាចឹងបទពិសោធន៍គឺគ្រប់គ្រាន់ហើយដូចខ្ញុំណាលើកចឹង2008យើងនៅក្រផងហើយ
សពាវុធចឹងអត់ទាន់ទៅផងប៉ុន្តែអ្នកឯងអត់វាយអ្នកឯងមិនអាចវាយឈ្នះកម្ពុជាផងហើយចុះនៅពេលបច្ចុប្បន្ននេះកម្ពុជាគ្រឿងសពាវុធសិតទំនើបហើយកងទ័ពទាំងឯងមានការសមយុទ្ធយោធានឹងឯងគឺខ្លាំងណាស់ហើយទី2គឺមានបទពិសោធន៍ធ្លាប់ធ្វើសង្គ្រាមផ្ទាល់នឹងឯងគឺច្រើនណាស់អានេះឯងដែលចង់បញ្ជាក់ថាមុននឹងឈ្លានពានត្រូវមើលផងណាមុនឈ្លានពានត្រូវមើលផងកំពុងតែបែកបាក់ផ្ទៃក្នុងផងហើយយើងមិនចង់ឈ្លានពានទឹកដីនេះនរណាក៏ចង់បានដែរឆ្នាំត្មិញប្រទេសណាក៏ដោយក៏រងគ្រោះរញ្ជួយដីក៏គ្រោងគ្រោះទឹកជំនន់ប៉ុន្តែកម្ពុជាយើងរួចផុតអំពីគ្រោះមហន្តរាយអន្តរជាតិធម្មជាតិទាំងអស់នេះដោយសារជាទឹកដីអច្ឆរិយៈណាជាទឹកដីអច្ឆរិយៈអញ្ចឹងហើយជាទឹកដីមួយដែលនរណាក៏ចង់បានដែរនរណាក៏ចង់បានដែរប៉ុន្តែទឹកដីគេមានម្ចាស់គេហើយយើងត្រូវយល់អញ្ចឹងទឹកដីនេះគេមានម្ចាស់គេហើយម្ចាស់គេនៅគ្រប់គ្រងហើយគេអត់ទៀមទាអាដីដែលបាត់បង់ពីមុនគេអត់ទៀមទាទេគេសុំរក្សាតែអាដីនៅសល់តែប៉ុណ្ណេះឯងហើយមួយទៀតមានញាតិញោមពុទ្ធបរិស័ទហើយនឹងបងប្អូនពលរដ្ឋយើងមួយចំនួនគឺគាត់អត់ដឹងថាអ្មេចទៅគេហៅថាអធិបតេយ្យអ្មេចទៅគេហៅថាបូរណភាពណាអធិបតេយ្យជាតិមានន័យថាប្រទេសនោះគឺមានការសម្រេចនៅមានការចាត់តាំងអង្គការនយោបាយមានការសម្រេចចិត្តនៅបញ្ហាធំរបស់ប្រទេសជាតិដោយខ្លួនឯងបានប្រទេសនោះឈ្មោះថាមានអធិបតេយ្យចឹងយើងចង់ដឹងថាប្រទេសនឹងជារណបឬក៏ជាប្រទេសនឹងឯងគឺស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយឬក៏ប្រទេសជាប្រទេសរណបរបស់ប្រទេសណាមួយគឺនៅពេលដែលអង្គការចាត់តាំងនយោបាយហើយនៅក្នុងការសម្រេចចិត្តនយោបាយបើសិនជាមានការសម្រេចចិត្តនយោបាយដោយច្បាស់លាស់នោះគឺឈ្មោះថាប្រទេសនោះគឺមានអធិបតេយ្យភាពពីព្រោះអធិបតេយ្យភាពគឺទី1មានអង្គការនយោបាយទី2គឺមានប្រជាពលរដ្ឋទីមានគឺមានទឹកដីណាអញ្ចឹងកាលណាតែមានអង្គការចាត់តាំងនយោបាយមានប្រជាពលរដ្ឋមានទឹកដីច្បាស់លាស់ប្រទេសនោះគេឲ្យឈ្មោះថាជាប្រទេសអធិបតេយ្យដូចជាកម្ពុជាយើងនៅពេលដែលយើងមានបញ្ហាព្រំដែនមានការសម្រេចចិត្តច្បាស់លាស់បែបនេះគេឲ្យឈ្មោះថាជាប្រទេសដែលឯករាជ្យមានអធិបតេយ្យភាពច្បាស់លាស់ចំណែកបូរណភាពនេះគឺមានន័យថាទឹកដីរបស់យើងនេះឯងគឺមានការទទួលស្គាល់អំពីបណ្ដាប្រទេសនៅលើពិភពលោកទាំងអស់ណាជាប្រទេសមួយដែលពិភពលោកគឺគេទទួលស្គាល់បណ្ដាប្រទេសពិភពលោកណាគេទទួលស្គាល់គេថាប្រទេសនោះគឺឈ្មោះថាមានបូរណភាពទឹកដីជាប្រទេសមានអធិបតេយ្យយើងមើលដូចជាប៉ាឡេស្ទីនគេអត់ទាន់ទទួលស្គាល់ដោយសារពិភពលោកគេអត់ទទួលស្គាល់ថាជារដ្ឋមួយទេទី2យើងមើលតៃវ៉ាន់មានអង្គការនយោបាយ2ប៉ុន្តែតៃវ៉ាន់គេអត់ទទួលស្គាល់ថាជាបូរណភាពទេដោយសារតែតៃវ៉ាន់នេះគេទទួលស្គាល់ថាជាខេត្តមួយរបស់ចិនគេទទួលស្គាល់ថាជាចិនតែមួយប៉ុន្តែមានការអង្គការចាត់តាំងនយោបាយ2នឹងគេហៅថាប្រទេសដែលអត់មានបូរណភាពណាដូចជាតៃវ៉ាន់គឺមានបូរណភាពប្រទេសដែលមានបូរណភាពគឺមានន័យថាអង្គការចាត់តាំងមានទឹកដីហើយមានប្រជាជនមានអីហើយមានផែនទីបណ្ដាប្រទេសនៅលើពិភពលោកគេទទួលស្គាល់ជារដ្ឋហើយនឹងគឺឈ្មោះថាជាប្រទេសដែលមានបូរណភាពណាមានបូរណភាពអញ្ចឹងហេតុអីបានខ្ញុំកណាចង់និយាយបែបនេះគឺមិនចង់ឲ្យបងប្អូនឬយោមមួយចំនួនអញចាញ់កលឧបាយរបស់អ្នកនយោបាយប្រជាពិធដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរុញជាតិរុញពលរដ្ឋឲ្យធ្លាក់ចូលនៅក្នុងបញ្ហាអស្ថិរភាពណាអញ្ចឹងត្រូវសិក្សាឲ្យបានទូលំទូលាយហើយយើងត្រូវស្គាល់អំពីអង្គការចាត់តាំងនយោបាយប្រជាពលរដ្ឋទឹកដីហើយនឹងការឯកភាពគ្នាណាពីព្រោះប្រទេសជាតិមួយយើងមើលហេតុអីបានហេតុអីបានអ៊ីស្រាអែលគេខ្លាំងអ៊ីស្រាអែលគឺប្រទេសតូចណាប៉ុន្តែគេខ្លាំងដោយសារតែគេឯកភាពគ្នាណាគេឯកភាពគ្នានៅពេលដែលប្រទេសគេមានបញ្ហាបណ្ដាជនជាតិអ៊ីស្រាអែលដែលនៅលើពិភពលោកទាំងអស់គេទម្លាក់នៅហិរញ្ញវត្ថុហើយមួយចំនួនធំគេទៅធ្វើកងទ័ពដើម្បីការពារបូរណភាពទឹកដីគេណាគេសុំច្បាប់ការងារអំពីបណ្ដាប្រទេសដែលគេកំពុងតែស្នាក់នៅបដិអាសន្ននេះគេទៅដើម្បីទៅធ្វើគេទៅដើម្បីពលីជីវិតដើម្បីការពារបូរណភាពទឹកដីរបស់គេទៅធ្វើយោធាដើម្បីការពារទឹកដីរបស់គេទី2គេផ្ញើហិរញ្ញវត្ថុដែលគេរកបាននេះទៅប្រទេសរបស់គេដើម្បីជាការញ៉ាំងសេដ្ឋកិច្ចមួយឲ្យខ្លាំងហើយពីព្រោះយើងដឹងហើយថាធ្វើសឹកនឹងស្បៀងធ្វើស្រែនឹងទឹកធ្វើសឹកនឹងស្បៀងអញ្ចឹងគេបញ្ជូនទៅណាគេបញ្ជូនហិរញ្ញវត្ថុទៅយើងមើលដូចជាជនជាតិចិននៅពេលដែលប្រកួតប្រជែងជាមួយមហាអំណាចសហរដ្ឋអាមេរិកជនជាតិចិនទាំងអស់បានទម្លាក់លុយអំពីការស្វែងរកអំពីនៅក្រៅប្រទេសទម្លាក់លុយទៅចិនអញ្ចឹងហើយចិនជាប្រទេសមហាអំណាចដែលមិនជាពាក់លុយនរណាមករៀលប៉ុន្តែចិនក៏ជាពាក់លុយពលរដ្ឋខ្លួនឯងដែរអញ្ចឹងពលរដ្ឋរបស់ចិនហ្នឹងគឺគេទៅធ្វើការនៅក្រៅប្រទេសគេទម្លាក់លុយទៅរដ្ឋាភិបាលគេទោះបីរដ្ឋាភិបាលគេជាកុម្មុយនីសក៏ដោយ
ប៉ុន្តែគេទម្លាក់លុយដើម្បីប្រទេសជាតិគេខ្ញុំកណាចង់ឲ្យយើងរៀនសូត្រពីគេហៅថាអ្នកស្នេហាជាតិអ្នកជាតិនិយមគឺអញ្ចឹងឥឡូវនេះជាដំណាក់កាលដែលយើងត្រូវរៃអង្គាសនៅហិរញ្ញវត្ថុខ្មែរយើងនៅខាងក្រៅដើម្បីជួយលើកទឹកចិត្តកងទ័ពដែលកំពុងតែឈរជើងណាកំពុងតែឈរជើងនៅឲ្យជួរមុខខ្ញុំកណាបានស្ដាប់ព័ត៌មានថ្ងៃមិញអាដាមប៉ែនបូណាគាត់និយាយទី1គឺកម្ពុជានៅតែឈួរលើចំហដោះស្រាយបញ្ហាទ្វេភាគីទី2គឺដោះស្រាយដោយការលើកនៅបញ្ហាព្រំដែននេះទៅអង្គការ ICJ អន្តរជាតិទី3គឺដោះស្រាយបញ្ហាដោយកម្លាំងប្រដាប់អាវុធបើសិនជាត្រូវការជាចាំបាច់គឺត្រូវដោះស្រាយនៅបញ្ហាគឺកម្លាំងប្រដាប់អាវុធណាខ្ញុំកណាធ្លាប់ស្ដាប់คลิปមួយរបស់ព្រះមហាវីរយៈបណ្ឌិតប៉ាងខាត់ជាអ្នកប្រាជ្ញរបស់ខ្មែរលោកថាការស្លាប់ដើម្បីពរណភាពទឹកដីការពារជាតិនេះឈ្មោះថាការពារនេះគឺមិនមែនជាទោសនៃបាណាទេបាទទេជាអង្គមួយនៅក្នុងធម៌ថាអារក្ខសម្បទាជាអ្នកដល់ព្រមដោយការថែរក្សាណាជាអ្នកដល់ព្រមដោយការថែរក្សាពីព្រោះអីការពារទឹកដីនេះសម្រាប់ឲ្យក្មេងៗចំនួនក្រោយតទៅទៀតពីព្រោះក្មេងៗចំនួនក្រោយគឺកើតមកគឺមានទឹកដីណាមានទឹកដីណាយើងអត់ចង់ធ្វើជាបញ្ញាក្អែកទេយើងត្រូវការពារទឹកដីដែលយើងមានប្រពន្ធនេះអត់ទៅទៀមទាណាទឹកដីដែលយើងបាត់បង់ហើយទេគឺយើងសុំរក្សានៅទឹកដីដែលមានប៉ុណ្ណេះឯងណាមានប៉ុណ្ណេះឯងអញ្ចឹងជាពេលដែលយើងត្រូវសាមគ្គីភាពគ្នាទាំងខ្មែរយើងនៅក្រៅប្រទេសក្តីទាំងក្នុងប្រទេសក្តីយើងអាចជួយអ្វីទៅតាមលទ្ធភាពបានគឺយើងជួយណាយើងជួយអ្វីទៅតាមលទ្ធភាពបានគឺយើងជួយយើងខ្មែរយើងច្រើនតែម្នាក់តែ$យើងឧទាហរណ៍តែខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសថាជាង20 លានអ្នកចុះយើងតាមម្នាក់$1នោះក៏យើងបាន$20 លានសម្រាប់ជួយកងទ័ពយើងដែរបើសិនជាយើងឯកភាពគ្នាហើយជួយកងទ័ពយើងដែលកំពុងតែជួយជើងនៅជួរមុខក៏យើងបាន$20 លានសម្រាប់ការពារពរណភាពទឹកដីនេះសម្រាប់ការពារពរណភាពទឹកដីនេះអញ្ចឹងមហិច្ឆតារបស់គេគឺនៅតែអញ្ចឹងហើយនៅពេលដែលយើងដោះស្រាយបញ្ហានេះដោយការដោះស្រាយទៅលើអង្គតុលាការអន្តរជាតិគឺមានន័យថាទឹកដីរបស់យើងណែគឺព្រំប្រទល់នឹងឯងគឺមានភាពច្បាស់លាស់ហើយទី2គឺកម្ពុជាយើងនឹងឯងគឺនឹងមានការរស់នៅដោយសុខសន្តិភាពសន្តានហើយមិនមានការរំលោភបំពានពីបរទេសណាការរំលោភបំពានពីបរទេសពីព្រោះគេឃើញយើងទៅគេចង់តែបៀតបៀនហើយប៉ុន្តែអ្នកឯងត្រូវចាំថាអ្នកឯងយកខេត្តយើងពីមុនបាននៅពេលសម័យកាលដែលយើងច្បុកច្បល់នៅពេលដែលយើងផ្ទៃក្នុងអ្នកឯងកំពុងទៅកាប់ចាក់គ្នាប៉ុន្តែឥឡូវអត់មានកាប់ចាក់គ្នាផ្នែកខាងក្នុងទេណាយើងគ្រាន់តែដោះស្រាយបញ្ហាយោបាយថ្ងៃទី28ឧសភានេះយើងគ្រាន់ដោះស្រាយភ្លាមគ្រាន់ថាមានបញ្ហាភ្លាមលើកងទ័ពទៅជួយជើងនៅតាមជួរមុខភ្លាមគឺធ្វើឲ្យអ្នកឯងចាប់ផ្ដើមភ្ញាក់ផ្អើលដោយសារតែឃើញកម្ពុជានឹងឯងមានការដោះស្រាយបញ្ហានេះឯងដោយរហ័សហើយដោយអត់ធ្មត់បំផុតទៅទៀតដោយស្រួលបំផុតហើយមានមួយចំនួនថាគេវាយខ្មែរប៉ុណ្ណឹងហេតុអីក៏យើងមិនវាយគេវិញណាយើងត្រូវយល់អំពីថាកាលណាតែយើងគេដោះស្រាយបញ្ហាការទូតគឺគេអត់ទាន់ប្រើដែរហើយមួយទៀតខ្ញុំកណាសូមបញ្ជាក់អំពីថាសង្គ្រាមហើយនឹងចំនួនប្រដាប់អាវុធដោយជាការថ្ងៃទី28នេះគេហៅថាជាចំនួនប្រដាប់អាវុធមិនមែនជាសង្គ្រាមទេសង្គ្រាមនៅពេលដែលមានសង្គ្រាមគឺទទួលស្គាល់ឡាយប្រហោះលេខាទៅដោយប្រមុខរដ្ឋដោយជាប្រទេសកម្ពុជាមានព្រះមហាក្សត្រលោកជាប្រមុខរដ្ឋណាលោកជាប្រមុខរដ្ឋមានតែព្រះអង្គទេដែលជាអ្នកមានសិទ្ធិប្រកាសប្រទេសជាតិនៅក្នុងដាក់ប្រទេសជាតិនៅក្នុងភាពអាសន្នហើយនឹងមានជាអ្នកមានសិទ្ធិឡាយប្រហោះលេខាដើម្បីប្រកាសប្រទេសឬក៏ប្រកាសសង្គ្រាមណាអញ្ចឹងសង្គ្រាមលុះត្រាតែប្រកាសទៅដោយប្រមុខរដ្ឋជាអ្នកប្រកាសនៅសង្គ្រាមហើយជាអ្នកដែលមានសិទ្ធិដាក់នៅប្រទេសនឹងឯងក្នុងភាពអាសន្នណាប្រមុខរដ្ឋណាអញ្ចឹងសង្គ្រាមដល់តែព្រះមហាក្សត្រឡាយប្រហោះលេខាទៅឲ្យធ្វើសង្គ្រាមណាអាហ្នឹងបានឈ្មោះថាសង្គ្រាមនេះគេមិនហៅតែសង្គ្រាមទេគេហៅថាចំនួនប្រដាប់អាវុធណាដូចជាបញ្ហារឿងប៉ាគីស្ថានហើយជាមួយឥណ្ឌាអញ្ចឹងគេហៅថាចំនួនប្រដាប់អាវុធពីព្រោះអីរវាងប្រធានាធិបតីរបស់ប៉ាគីស្ថាននិងប្រធានាធិបតីរបស់ឥណ្ឌាมันបានចុះហត្ថលេខាប្រកាសសង្គ្រាមជាមួយគ្នាទេណាអញ្ចឹងហើយនៅពេលដែលអាល្លឺម៉ង់វាយចូលនៅក្នុងប៉ូឡូញណានៅពេលអាល្លឺម៉ង់វាយចូលប៉ូឡូញពេលនោះឯងអង់គ្លេសថាឲ្យអាល្លឺម៉ង់ដកទ័ពបើអាល្លឺម៉ង់មិនដកទេយើងនឹងប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់អញ្ចឹងនៅពេលអាល្លឺម៉ង់អត់ព្រមដកអញ្ចឹងហើយបានជាអេលីសាបេតហ្នឹងឯងគឺគាត់ចុះហត្ថលេខាប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ហ្នឹងគេហៅថាសង្គ្រាមគឺប្រកាសទៅដោយប្រមុខរដ្ឋគឺប្រកាសទៅដោយប្រមុខរដ្ឋទើបឈ្មោះថាសង្គ្រាមដែលបញ្ហាព្រំដែននេះគេឲ្យឈ្មោះថាជាចំនួនប្រដាប់អាវុធណាហើយដែលយើងស្ងប់ស្ងាត់ចេះគេហៅថាបញ្ហាព្រំដែនមានភាពក្តៅកគុកណានេះគឺបញ្ហានៅក្នុងការ
បកស្រាយនៅក្នុងសង្គ្រាមហើយនឹងចំនួនប្រដាប់អាវុធហ្នឹងជាមួយនឹងប្រទេសជិតខាងជាមួយហ្នឹងគឺគេទទួលស្គាល់អញ្ចឹងគឺសង្គ្រាមគឺលុះត្រាតែព្រះមហាក្សត្រដូចជាកម្ពុជាអញ្ចឹងគឺមានព្រះមហាក្សត្រដែរដែលជាអ្នកឡាយផលលេខាប្រកាសសង្គ្រាមណាដូចជាដាក់ប្រទេសជាតិនៅក្នុងអាសន្នឯជាដើមហ្នឹងគឺមានព្រះមហាក្សត្រដែរដែលប្រកាសក្នុងប្រទេសជាតិជានៅក្នុងភាពអាសន្នឯជាដើមហ្នឹងអញ្ចឹងអ្នកដែលសម្រេចកិច្ចការនៅក្នុងការសម្រេចចិត្តនយោបាយគឺរដ្ឋាភិបាលនេះគឺជាអ្នកសម្រេចទៅជាអង្គការចាត់តាំងនយោបាយហើយជាអ្នកសម្រេចនៅកិច្ចការធំបែបរបៀបនៃនយោបាយពីព្រោះកម្ពុជាយើងជាប្រទេសដែលមានព្រះមហាក្សត្រគ្រប់គ្រងតែព្រះអង្គទ្រង់មិនកាន់អំណាចព្រះរាជាព្រះមហាក្សត្រទ្រង់អាស្រ័យរដ្ឋធម្មនុញ្ញប៉ុន្តែព្រះអង្គអត់កាន់អំណាចទេចឹងអំណាចគឺស្ថិតនៅលើរដ្ឋាភិបាលណាអំណាចស្ថិតនៅលើរដ្ឋាភិបាលហើយដោយខ្ញុំកណាស្ដាប់ញោមម្នាក់គាត់និយាយថាប្រមុខរដ្ឋាភិបាលរបស់កម្ពុជានៅប្រទេសជប៉ុនអញ្ចឹងហើយបញ្ហារឿងព្រំដែននេះតើការសម្រេចចិត្តនៅក្នុងកងទ័ពយ៉ាងណាណាសម័យបច្ចេកវិទ្យាគឺអង្គការចាត់តាំងនយោបាយគឺនៅតែលើប្រមុខរដ្ឋាភិបាលដែរប្រមុខរដ្ឋាភិបាលដែរអញ្ចឹងបើសិនជារដ្ឋាភិបាលទៅក្រៅប្រទេសអញ្ចឹងគឺយើងមាននាយករដ្ឋមន្ត្រីស្ដីទីជាអ្នកសម្រេចណាជាអ្នកសម្រេចអញ្ចឹងយើងឃើញថាមុនការធ្វើរដ្ឋប្រហារសម្ដេចសីហនុណាមុនរដ្ឋប្រហារ18មីនា1970ណាគឺលន់នល់បានបញ្ជូននៅនរោត្តមកណ្ដុរទៅជួបព្រះមហាក្សត្រទៅជួបនឹងព្រះបាទនរោត្តមសីហនុដើម្បីឲ្យយាងព្រះអង្គនឹងឯងឲ្យមកប្រទេសកម្ពុជាហើយនឹងបានរាយការណ៍អំពីសភាពការនៅក្នុងប្រទេសកម្ពុជាប៉ុន្តែពេលនោះគឺព្រះអង្គទ្រង់មិនព្រមទទួលជួបហើយព្រះអង្គទ្រង់ទៅសហភាពសូវៀតនៅពេលព្រះអង្គទ្រង់ទៅដល់សហភាពសូវៀតនេះឯងដែលជាពេលដែលកម្ពុជានេះឯងចាប់ផ្ដើមធ្វើរដ្ឋប្រហារតែម្ដងណាទៅរដ្ឋប្រហារតែម្ដងដោយសារតែព្រះអង្គអត់ទទួលនៅអ្នកទូតអំពីកម្ពុជានេះព្រោះផងដោយសារតែព្រះអង្គនៅឃើញថាព្រះអង្គជាអ្នកមានប្រជាប្រិយភាពហើយនៅក្នុងពេលហ្នឹងគឺចង់ឲ្យវៀតណាមដកកងទ័ពចេញពីលើទឹកដីកម្ពុជាមានតែសហភាពសូវៀតពីព្រោះអីសហភាពសូវៀតគឺជាបងធំរបស់វៀតណាមអញ្ចឹងហើយបានតែព្រះអង្គត្រូវចរចាជាមួយនឹងសហភាពសូវៀតអីនោះប៉ុន្តែមិនទាន់ចរចាផងហើយយើងថ្ងៃនេះហើយតែចង់បានអំណាចចង់បានផលប្រយោជន៍ស្និទ្ធជាមួយនឹងខាងលោកខាងលិចទម្លាក់រដ្ឋធ្វើរដ្ឋប្រហារទម្លាក់សម្ដេចដែលធ្វើឲ្យប្រទេសយើងឯងក្លាប់ចាក់តែម្ដងដោយសារតែការសម្រេចចិត្តនយោបាយខុសណាការសម្រេចចិត្តនយោបាយខុសអញ្ចឹងហើយបានជាមុននឹងពេលដែលខ្មែរក្រហមសម្លាប់ព្រះបាទព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ស៊ីសវត្តសិរិមតៈព្រះអង្គបានទៅសេថាខ្ញុំទុកចិត្តអ្នកខុសហើយ USA ហ្នឹងគឺនៅពេលដែលព្រះអង្គមុននឹងត្រូវខ្មែរក្រហមសម្លាប់ណាព្រះអង្គទៅសេអញ្ចឹងខ្ញុំទុកចិត្តអ្នកឯងខុសហើយ USA ណាអញ្ចឹងគឺថ្ងៃនេះខ្ញុំកណាអាភិបសូមចូលរួមបរិយា